អាត្មាឮសូរតាមព័ត៌មានណាប្រដៅជាប្រគុណយុហុតបានការទទួលឧបត្ថម្ភពីពុទ្ធបរិស័ទក្រៅប្រទេសក្នុងប្រទេសហ្នឹងណាបានឆ្លាក់នៅលើផ្ទាំងថ្មផ្ទាំងศิលាណាបងអូនឆ្លាក់ស្មារតីសង្ខេបព្រះពុទ្ធសាសនាហ្នឹងឆ្លាក់ទាំងផ្ទាំងមានភាសាខ្មែរមានភាសាបារាំងមានភាសាអង់គ្លេសណាចែកតាមវត្តអារាមចែកតាមសាលារៀនហ្នឹងដើម្បីយកទៅអានយកទៅសិក្សាទាំងអស់គ្នាប៉ុណ្ណាប៉ុន្តែបើសិនបើយើងគ្រាន់តែយកតែផ្ទាំងศิលាដែលចរិតនៅស្មារតីពុទ្ធសាសនាយកទៅបិទជាប់នឹងជញ្ជាំងហើយយើងអត់បានយកចិត្តទុកដាក់ដើម្បីនឹងសិក្សាស្វែងយល់សិក្សាឲ្យយល់អំពីខ្លឹមសារពុទ្ធសាសនាហ្នឹងវាអត់ប្រយោជន៍ទេណាហ្នឹងហើយដូចយើងបានថ្នាំពេទ្យទៅហើយយើងអត់យកទៅលេបណាព្រះអង្គយកថ្នាំទៅចែកហើយយើងអត់យកថ្នាំនឹងទៅលេបអាហ្នឹងមិនដឹងយ៉ាងម៉េចទេមិនដឹងបន្ទោសអ្នកណាទេឥឡូវបន្ទោសគ្រូពេទ្យឬបន្ទោសអ្នកណាឥឡូវគ្រូពេទ្យចិត្តល្អដឹងថាអ្នកជំងឺនឹងឈឺណាយកថ្នាំទៅចែកឲ្យហើយគេមិនលេបយើងធ្វើម៉េចណាបងអូនហ្នឹងអាហ្នឹងយើងគួរតែសិក្សាគួរតែគិតពិចារណាឡើងវិញណាអវាទបដិមោកណាជាស្មារតីព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងគឺទី1សព្វបាបស្សៈអករណੰណាការមិនប្រព្រឹត្តធ្វើនៅអំពើបាបគ្រប់យ៉ាងណាការមិនប្រព្រឹត្តធ្វើនៅអំពើអាក្រក់គ្រប់យ៉ាងណាឲ្យតែជាអំពើអាក្រក់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមណាអញ្ចឹងយើងជាអ្នកកាន់ព្រះពុទ្ធសាសនាណាកាន់ឬមិនកាន់ដឹងគ្នាកន្លែងហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមមិនឲ្យធ្វើនៅអំពើបាបមិនឲ្យធ្វើនៅអំពើអាក្រក់ណាប្រសិនបើយើងជាអ្នកកាន់សាសនាព្រះពុទ្ធមែនណាកាន់ដោយសុទ្ធចិត្តកាន់ដោយចិត្តបរិសុទ្ធផុសចេញពីបេះដូងពិតមិនមែនគ្រាន់តែកាន់ជាបបោមាត់ខាងក្រៅកាន់លំទេអានឹងយើងប្រតិបត្តិតាមឱវាទរបស់ព្រះអង្គណាព្រះអង្គទ្រង់ហាមមិនឲ្យប្រព្រឹត្តនៅអំពើបាបគ្រប់យ៉ាងណាអំពើបាបហ្នឹងវាមានអត្ថន័យទូលំទូលាយណាបងអូនណាអំពើហិង្សាហ្នឹងក៏ជាអំពើបាបដែរអំពើហិង្សាអំពើអយុត្តិធម៌អំពើពុករលួយសុទ្ធតែជាអំពើបាបទាំងអស់ណាការឆ្លោះប្រកែកទាស់ទែងគ្នាវាយដំច្រំធាក់ណាបើនិយាយទៅនៅក្នុងសិល5ហ្នឹងយើងរក្សាត្រឹមតែសិល5មួយឲ្យបានបរិសុទ្ធស្អាតទាំងអស់គ្នាទៅឈ្មោះថាយើងដើរតាមព្រះពុទ្ធឱវាទចំណុចទី1ហើយណាជាស្មារតីព្រះពុទ្ធសាសនាចំណុចទី1ណាសង្ខេបណាព្រះត្រៃបិដក21000ព្រះធម្មខណ្ឌ13ក្បាលសិភៅបត្រៃបិដកធំក្រាស់ហ្នឹងសង្ខេបមកនៅត្រឹមតែចំណុចទី1គឺសព្វបាបស្សៈអករណੰការមិនប្រព្រឹត្តធ្វើនៅអំពើអាក្រក់គ្រប់យ៉ាងឲ្យតែជាអំពើអាក្រក់អំពើអាក្រក់អំពើអបាយមុខលបែងស្រីលបែងស្រាលបែងស៊ីសងគ្រប់ប្រភេទនឹងសុទ្ធតែជាអំពើបាបហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមណាអំពើនឹងធ្វើទៅវាអត់មានប្រយោជន៍ដល់ខ្លួនយើងអត់មានប្រយោជន៍ដល់អ្នកដទៃទេណាទទួលរងនៅសេចក្តីទុក្ខលំបាកណាអ្នកដទៃក៏ទទួលរងនៅសេចក្តីទុក្ខលំបាកហើយយើងអ្នកធ្វើអំពើបាបហ្នឹងក៏មិនមានផលល្អមកខ្លួនយើងវិញដែរណាទទួលរងនៅការរិះគន់ថ្មាស់តេះដៀលណាការរិះគន់អំពីអ្នកដទៃណាហើយបើនិយាយទៅតាមផ្លូវព្រះពុទ្ធសាសនាថាអស់ជីវិតទៅត្រូវធ្លាក់ទៅនរកទៀតណាឥឡូវយើងថាយើងអត់ជឿថានរកអត់ជឿឋានសួគ៌ទៅចុះក៏ប៉ុន្តែយើងគួរតែជឿច្បាប់ធម្មជាតិដែរណាបងអូនណាច្បាប់ធម្មជាតិគឺមនុស្សយើងអត់មានអ្នកណាគេចរួចពីសេចក្តីស្លាប់ទេណាទីបំផុតទៅយើងត្រូវអស់ជីវិតទាំងអស់គ្នាហើយពេលដែលយើងអស់ជីវិតទៅអ្វីដែលយើងខំប្រមូលមកដោយអំពើហិង្សាដោយការលោភលន់ហ្នឹងយើងយកទៅអត់បានណាបងអូនណាទីបំផុតបើមិនដុតគឺកប់ទីបញ្ចប់បើមិនកប់គឺដុតតែប៉ុណ្្នឹងមានយកអីទៅបានយើងមានភ្នំមួយខំទៅពាត់របងយកភ្នំមួយចឹងចុះ
ពេលស្លាប់ទៅភ្នំហ្នឹងនៅតែភ្នំតដែលហ្នឹងមានយកទៅបានឯណាណាអញ្ចឹងទុកចែកគ្នាអាស្រ័យផលទាំងអស់គ្នាទៅកុំលោភលន់អីពេកណាបងអូនហ្នឹងហើយចែកគ្នារស់ទៅហ្នឹងហើយមនុស្សយើងគ្មានអ្នកណាយកអីទៅបានទេកើតមកខ្លួនទៅវិញក៏ខ្លួនទៅដែរប៉ុន្តែបុរាណលោកថាទូកទៅកំពុងនៅណាទៅតែរូបរាងកាយប៉ុន្តែកិត្តិយសគេឈ្មោះនេះចាជាប់នៅក្នុងប្រវត្តិសាស្ត្រណាកុំភ្លេចកន្លែងហ្នឹងតកូនតចៅរាប់សិបសតវត្សរាប់ទសវត្សហ្នឹងគឺអត់បាត់ទៅណាទេណាដោយប្រវត្តិAdolf Hitler ឬក៏ប្រវត្តិអ្នកណាដែលចាមកនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនោះវានៅដកជាប់នៅនឹងណាទាល់តែរលាយផែនដីបានបាត់ណាអញ្ចឹងយើងគួរគិតពិចារណាទាំងអស់គ្នាណាមុននឹងយើងចាកឋានទៅយើងគួរតែសាងអ្វីមួយជាប្រយោជន៍ទុកសម្រាប់កូនចៅយើងជំនាន់ក្រោយទៀតណានឹងហើយកុំឲ្យស្លាប់ដូចពស់រស់ដូចកង្កែបនឹងចម្រើនពរនឹងជាខ្លឹមសារស្មារតីពុទ្ធសាសនាទី1ណាទី2កុសលសោបសម្បទាណាព្រះអង្គឲ្យយើងទាំងអស់គ្នានឹងធ្វើនៅអំពើល្អធ្វើនៅអំពើមានប្រយោជន៍អំពើណាដែលជាអំពើល្អអំពើមានប្រយោជន៍គឺព្រះសម្មាសម្ពុទ្ធព្រះអង្គលើកទឹកចិត្តឲ្យធ្វើពេលហ្នឹងណាបងណាទន្ទឹមនឹងការឈប់ប្រព្រឹត្តនៅអំពើបាបឈប់សាងនៅអំពើបាបត្រូវងាកមកធ្វើអំពើល្អណាហ្នឹងហើយមិនមែនគ្រាន់តែឈប់ធ្វើអំពើអាក្រក់ហើយយើងនៅស្ងៀមទេមិនមែនគ្រាន់តែយើងឈប់ដើរលេងណាហើយយើងនៅស្ងៀមនៅដេកមើលទូរទស្សន៍នៅក្នុងផ្ទះទេទន្ទឹមនឹងការដែលយើងឈប់ដើរលេងយើងត្រូវងាកមកធ្វើការងារបំពេញនៅការងារដែលជាប្រយោជន៍នឹងអវាទទី2ណាកុសលសោបសម្បទាណាត្រូវបំពេញសេចក្តីល្អបំពេញបុណ្យកុសលនឹងឲ្យបានច្រើនទាំងអស់គ្នាខំសាងអំពើល្អណាបងអូនណាអំពើណាដែលជាអំពើល្អអំពើមានប្រយោជន៍ណាមានប្រយោជន៍សម្រាប់ខ្លួនយើងមានប្រយោជន៍សម្រាប់ក្រុមគ្រួសារយើងមានប្រយោជន៍សម្រាប់សង្គមជាតិរបស់យើងណាសម្រាប់មនុស្សជាតិទូទៅទាំងអស់ត្រូវតែខំប្រឹងប្រែងធ្វើនៅអំពើមានប្រយោជន៍ណាខំប្រឹងធ្វើចូលរួមធ្វើទាំងអស់គ្នាទៅណាសង្គមយើងនឹងបានសុខនឹងបានរីកចម្រើនហើយអត់មានទេវតាព្រះឥន្ទព្រះព្រហ្មណាមកប្រទានសេចក្តីសុខឲ្យយើងប្រទានសន្តិភាពឲ្យយើងប្រទាននៅការអភិវឌ្ឍឲ្យយើងទេគឺកើតចេញពីកម្លាំងពលកម្មរបស់មនុស្សដែលព្រះសម្មាសម្ពុទ្ធកើតចេញពីកម្លាំងកម្មណាព្រោះកម្មហ្នឹងគឺពលកម្មនឹងឯងណាកើតចេញពីពលកម្មរបស់មនុស្សប្រទេសគេដែលជឿនលឿនដូចនៅសហរដ្ឋអាមេរិកនៅអឺរ៉ុបអីចឹងគេជឿនលឿនក៏មិនមែនអាទិទេពមកជួយអភិវឌ្ឍប្រទេសគេទេគឺកើតចេញពីអំពើល្អរបស់មនុស្សនេះកើតចេញពីឱវាទទី1ណាកើតចេញពីឱវាទទី1កើតចេញពីឱវាទទី2ហ្នឹងណាឱវាទទី1មិនធ្វើនៅអំពើអាក្រក់ហើយខំធ្វើអំពើល្អទាំងអស់គ្នាខំជួយកសាងជាតិកសាងប្រទេសទាំងអស់គ្នាទៅនឹងបានសបោសបាយរីកចម្រើនណានេះគ្រាន់តែជាស្មារតីជាខ្លឹមសារទេប៉ុន្តែព្រះសម្មាសម្ពុទ្ធអត់មកជួយកសាងប្រទេសជំនួសយើងទេណាយើងទេអ្នកធ្វើអត្តាហេអត្តណោនាថោកន្លែងហ្នឹងខ្លួនទីពឹងខ្លួនប៉ុន្តែព្រះអង្គជាអ្នកបង្ហាញណាប្រាប់ថាធ្វើអញ្ចឹងទៅវាបានរីកចម្រើនណាប៉ុន្តែព្រះអង្គប្រេកនៅពៀនទៅបាត់ហើយព្រះអង្គអត់មកជួយអភិវឌ្ឍផ្លូវលំឲ្យយើងជីកដណ្ដូងជីកស្រះអីឲ្យយើងទេបន្សល់ទុកតែស្មារតីតែខ្លឹមសារប៉ុណ្ណឹងណាតែរូបមន្តតែដំណោះស្រាយប៉ុណ្ណឹងយើងសិក្សាយល់ចូលចិត្តទៅណាយើងខំប្រឹងទាំងអស់គ្នាទៅណានឹងបានរីកចម្រើនហើយចម្រើនពរតែបើយើងគិតថាទៅស្អីក៏ទៅណាអាហ្នឹងទៅស្អីក៏ទៅវាអញ្ចឹងហើយណាទៅតាមអ្វីដែលយើងបានធ្វើហើយណាចម្រើនពរនឹងហើយប្រវត្តិសាស្ត្រនឹងចាយ៉ាងម៉េចវាទៅតាមភាពជាក់ស្ដែងអញ្ចឹងទៅកូនចៅយើងចំនួនក្រោយកើតមកទៀតប្រហែលជាគេស្ដោះទឹកមាត់ដាក់ភ្នោយើងហើយណាស្ដោះទឹកមាត់ដាក់ភ្នោឬមួយក៏គេទៅបន្ទោបងដាក់ភ្នោយើងហើយពីព្រោះថាគាត់នឹងហើយធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទាំលិចលង់ខាងជំនាន់មុនណាហ្នឹងវាមានបញ្ហាអញ្ចឹង
នឹងជាខ្លឹមសារស្មារតីទី2នៅក្នុងចំណុចពុទ្ធសាសនាបើតាមផ្លូវព្រះធម៌លោកថាកន្លែងហ្នឹងគឺចាត់ទុកនៅក្នុងគម្ពីរព្រះសូត្រអវាទទី2ហ្នឹងណាបងអូនចាត់នៅក្នុងគម្ពីរព្រះសូត្រអវាទទី1ចាត់ទុកនៅក្នុងគម្ពីរព្រះវិន័យអវាទទី2ចាត់ទុកនៅក្នុងគម្ពីរព្រះសូត្រចំណុចទី3ខ្លឹមសាររួមដោយសង្ខេបទី3គឺសច្ចិតបរិយោទៈបណាំងព្រះអង្គឲ្យអប់រំទូមានចិត្តឲ្យចិត្តនឹងប្រកបដោយធម៌មេត្តាករុណាកុំឲ្យមានកិលេសលោភៈទោសៈនិងមោហៈពីព្រោះមនុស្សយើងបើមិនមានការអប់រំចិត្តមិនមានធម៌មេត្តាករុណានៅក្នុងខ្លួនមិនមានធម៌ខន្តីមិនមានការចេះយោគយល់អធ្យាស្រ័យអត់ឱនឲ្យគ្នាទេយើងអត់បានសុខទេមែនទេបងអូនសូម្បីតែស្វាមីភរិយារស់នៅជាមួយគ្នានឹងក៏ត្រូវតែមានទឹកចិត្តមេត្តាករុណារកគ្នាទៅវិញទៅមកមានការសន្តោសមានការស្មោះត្រង់ចេះយោគយល់ចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាអញ្ចឹងត្រូវតែមានការអប់រំចិត្តចំណុចទី3នេះគឺជាវិបស្សនាកម្មដ្ឋានឲ្យអប់រំចិត្តចាត់ចូលនៅក្នុងគម្ពីរព្រះអភិធម្មគម្ពីរព្រះអភិធម្មទាំង42000ព្រះធម្មខណ្ឌហ្នឹងសង្ខេបមកគឺត្រឹមតែការអប់រំចិត្តហ្នឹងអប់រំចិត្តកុំឲ្យចិត្តនឹងប្រកបទៅដោយសេចក្តីលោភលន់ពីព្រោះតម្រូវការរបស់មនុស្សនេះបងអូនបានប៉ុណ្ណាមកក៏មិនចេះគ្រប់គ្រាន់មិនចេះពេញមិនចេះឆ្អែតដែរកាលណាបើចិត្តនឹងវានៅតែស្រេកឃ្លានចិត្តនឹងវានៅតែលោភលន់បានប៉ុណ្ណេះមកចង់បានប៉ុណ្ណោះបានប៉ុណ្ណោះមកចង់បានប៉ុណ្ណេះការលោភលន់មហិច្ឆតារបស់មនុស្សលោកនឹងអត់មានព្រំដែនដាក់ទេបានមកប៉ុណ្ណាក៏មិនចេះគ្រប់មិនចេះគ្រាន់ដែរអញ្ចឹងត្រូវតែមានធម៌សន្តោសធម៌ខន្តីធម៌មេត្តាករុណាដើម្បីជាហ្វ្រាំងមួយសម្រាប់ទប់ចិត្តរបស់យើងកុំឲ្យស៊ីតាមឃ្លានកុំឲ្យហ៊ានតាមចង់កាលណាបើយើងអត់មានការអប់រំចិត្តទេមនុស្សយើងអត់ខុសអីពីសត្វដេរឆានទេបងអូនមើលសត្វដេរឆានវាស៊ីតាមឃ្លានវាធ្វើអីតាមចិត្តចង់របស់វាវាចង់ចាប់អ្នកណាវាទៅចាប់ចាប់ស៊ីធ្វើជាចំណីវាអត់គិតអត់គិតខ្លាចចិត្តថ្លើមអ្នកណាទាំងអស់វាប្រើកម្លាំងបាយរបស់វាដោយសារអីវាអត់មានការអប់រំចិត្តវាអត់មានធម៌នៅក្នុងខ្លួនទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធសម្ដែងអវាទទី3ហ្នឹងឲ្យមានការអប់រំចិត្តឲ្យមានសេចក្តីខ្មាស់បាបសេចក្តីខ្លាចបាបដឹងថាធ្វើយ៉ាងនេះទៅខុសធ្វើយ៉ាងនេះទៅត្រូវធ្វើយ៉ាងនេះទៅចម្រើនធ្វើយ៉ាងនេះទៅវិនាសធ្វើយ៉ាងនេះទៅអាក្រក់យ៉ាងនេះទៅល្អដឹងថាអ្នកនេះកូនគេប្រពន្ធគេប្តីគេមិនចេះតែធ្វើអ្វីទៅតាមទំនើងចិត្តរបស់ខ្លួនទេហ្នឹងជាអវាទទី3គឺនៅក្នុងស្មារតីព្រះពុទ្ធសាសនាបាលីលោកថាសព្ពបាបស្សៈអករណੰកុសលសោបសម្បទាសច្ចិតបរិយោទៈបណាំងអេតាំងពុទ្ធានសាសនាំការមិនប្រព្រឹត្តធ្វើនៅអំពើអាក្រក់គ្រប់យ៉ាងការបំពេញនៅសេចក្តីល្អការអប់រំចិត្តឲ្យបានល្អកុំឲ្យមានកិលេសលោភៈទោសៈនិងមោហៈទាំង3ចំណុចនេះគឺជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គទាំង3ចំណុចនេះគឺជាស្មារតីរបស់ព្រះពុទ្ធសាសនាពុទ្ធបរិស័ទគួរតែចាំទៅអវាទទាំង3ចំណុចប៉ុណ្ណឹងវាមិនជាធ្ងន់ស្រាលអីប៉ុណ្ណាទេសរសេរជាពាក្យស្លោកដាក់នៅគ្រប់គេហដ្ឋាននៅគ្រប់ផ្ទះទៅទន្ទិញឲ្យចាំទាំងអស់គ្នាទៅហើយយើងប្រតិបត្តិតាមសមាទានសិល5រក្សាសិល5ទាំងអស់គ្នាទៅទាំងបុរសទាំងស្ត្រីទាំងបុគ្គលិកមន្ត្រីរាជការទាហានប៉ូលីសទាំងប្រមុខថ្នាក់ដឹកនាំទាំងព្រះរាជាប្រជារាស្ត្រសាមញ្ញធម្មតាអីហ្នឹងយើងរក្សាសិល5ទាំងអស់គ្នាទៅស្រុកយើងបានសុខហើយណាបងអូនអត់មានអំពើហិង្សាអត់មានអំពើចោរកម្មអត់មានការលួចឆក់ប្លន់ទ្រព្យសម្បត្តិរកស៊ីកັບកេងគ្នាអីក៏អត់មានទេពីព្រោះសុទ្ធតែជាអ្នកប្រតិបត្តិទៅតាមធម៌របស់ព្រះសម្មាសម្ពុទ្ធទាំងអស់គ្នាចម្រើនពរ